លេងថតរូបភាពគឺមិនសូវជាមើលទៅស្អាតទេតែបើយើងថតវីដេអូគឺមានអារម្មណ៍ថាអ្វីៗទាំងអស់គឺស្រស់ស្អាតដល់ស្វាគមន៍មកកាន់វីដេអូមួយទៀតហើយមកកាន់ Margaret Island នៅទីក្រុង Budapest ប្រទេសហុងគ្រីដងទន្លេដ៏ធំស្រស់ស្អាតរបស់ទីក្រុង Budapest គឺជាកន្លែងដែលខណ្ឌចែក Buda ហើយនិង Pest មកខាងម្នាក់តែយើងហៅជាប់គ្នាទៅគឺ Budapest ប៉ុន្តែនៅកណ្ដាលទន្លេនេះនៅទីក្រុងនេះគឺមានកូនកោះមួយតូចដែលគេហៅថាកោះ Margaret ដែលជនជាតិហ្នឹងគេហៅ Margaret បាទអញ្ចឹងខ្ញុំចំណាយពេលមួយព្រឹកដើរលេងកោះហ្នឹងបាទដោយសារតែថ្ងៃហ្នឹងបងប្អូនហើយនិងលោកគ្រូស្មីគាត់រវល់ទាំងអស់អញ្ចឹងខ្ញុំដើរតែម្នាក់ឯងទេគឺដើរ solo មកមើលសួនសត្វនៅលើកោះនេះតែម្ដងបាទនៅលើកោះនេះគឺមានសួនសត្វមួយដែលមានសត្វដែលជិតផុតពូជនៅលើទឹកដីប្រទេសហ្នឹងគឺមានដូចជាសត្វដកសត្វក្តាន់សត្វផ្សេងទៀតបាទអញ្ចឹងសត្វទាំងអស់នេះត្រូវបានគេអភិរក្សហើយយកមកដាក់នៅលើកោះនេះតែម្ដងដើម្បីឲ្យយើងបានថែទាំនិងរក្សាពូជពង្សវានៅមានទៅមុខនៅនោះមានសត្វទាមានសត្វកង្កោកបាទមានសត្វអីផ្សេងៗប៉ុន្តែដែលសំខាន់នេះខ្ញុំឆ្ងល់សត្វនេះគេហៅសត្វ entry ឬក៏សត្វស្ទាំងព្រោះវាមើលទៅដូច entry បាទចង់ 90% ហើយអត់មានស្លាកមើលបាទបើមានស្លាកគេដាក់នៅខាងមុខអាចមើលដឹងប៉ុន្តែអត់មានស្លាកអញ្ចឹងសន្មតថាវាជាសត្វ entry ចុះបាទសួនសត្វនៅលើកោះនេះគឺតូចទេប៉ុន្តែគ្រាន់តែយើងដើរមើលតាមមួយជុំគឺអស់ហើយតែសត្វជាច្រើនផ្សេងទៀតបាទសត្វខ្លះគេឲ្យនៅជាមួយគ្នាសត្វខ្លះគឺដាក់ខណ្ឌនៅឡែងហើយខ្ញុំក៏ដើរបាទតពីដើរកាត់ពីមុខមកដល់ក្រោយគឺចំណាយពេលជិតមួយព្រឹកចឹងនៅលើកោះហ្នឹងគឺមានមួយផ្នែកជាសួនសត្វមួយផ្នែកគឺជាសួនផ្កាដ៏ធំហើយមួយផ្នែកទៀតគឺជាព្រៃបាទហើយនឹងមានសន្តាគាររមណីយដ្ឋានអាហារស្ថានបាទជាច្រើននៅលើនេះដែរបាទនៅពេលដែលដើរផុតសួនសត្វមកដល់កន្លែងហ្នឹងគឺចាប់អារម្មណ៍នេះគេគឺដូចជាប្រាសាទហ្នឹងកន្លែងហ្នឹងបាទដែលមានលក្ខណៈចាស់ហើយមានថ្មបែកបាក់ជាច្រើនហើយខ្ញុំបានដើរថតជុំវិញហ្នឹងហើយមានកូនកញ្ចក់គេឲ្យអង្គុយលេងហើយនឹងដើមឈើមួយដែលមានលក្ខណៈស្កឹមស្កាយដែរចឹងខ្ញុំឡើងដើរមើលពីលើចក្រោមប្រាសាទហ្នឹងគឺមើលអត់យល់ទេបាទប៉ុន្តែវាជាកន្លែងមួយដែលគេដើរមកលេងដែរហើយខ្ញុំចាប់អារម្មណ៍ខ្ញុំថតទាំងអស់ដើរយូរទៅបានដល់កន្លែងមួយគឺកន្លែងនេះគឺជាកន្លែងភ្នូររបស់ម្ចាស់ស្ត្រីដែលមានអាយុកាលយូរដែរតាំងពីឆ្នាំ1300ជាង1200គឺជានៅរបស់ម្ចាស់ស្ត្រី Margaret តែម្ដងអញ្ចឹងមកគេដាក់ឈ្មោះនៅកន្លែងនេះគឺ Margaret Island នេះគឺជារូបស្នារបស់គាត់ដែលគេដាក់តាំងនៅខាងមុខហ្នឹងហើយយើងមកដល់ទីនេះគឺមានសួនមានរូបចម្លាក់ជាច្រើនទាក់ទងទៅនឹងវត្តអ្នកប្រាជ្ញកវីល្បីតាំងពីជំនាន់មុនមកបាទដល់ផុតតែបន្តិចយើងឃើញព្រះវិហារចាស់មួយដែលមានអាយុកាលយូរឆ្នាំដែរហើយព្រះវិហារនេះគឺត្រូវបានគេអភិរក្សដែរហើយដើរបន្តមកទៀតគឺមានកន្លែងហូតតែផ្កាយ5មួយដែរនៅកន្លែងហ្នឹងប៉ុន្តែដូចរឿងស្ងាត់បាទអញ្ចឹងខ្ញុំដើរនៅជុំវិញកន្លែងហ្នឹងគួយមើលជិះកង់ហាត់ប្រាណលេងហើយក៏ដើរបន្តទៅទៀតបាទដោយសារតែកន្លែងហ្នឹងគឺធំមែនទេមកដល់ទីលានបាទស្មៅហ្នឹងគឺសម្រាប់ជិះកង់ដើរលេងឬក៏ picnic ផ្សេងឬក៏យើងមានសត្វចិញ្ចឹមអីយើងអាចឲ្យដឹកយកមកលេងនៅកណ្ដាលកោះនេះបានហើយទៅសួនផ្កាគ្រប់ប្រភេទដែលខ្ញុំកំពុងទៅគឺផ្កាគេចាប់ដើមរីកហើយយើងមានសួនទឹកកន្លែងនេះគឺកន្លែងអេកូជីវៈចម្រុះរបស់គេគឺយើងមានកន្លែងអង្គុយលេងបាទអង្គុយមើលបាទទីហាទឹកហើយនឹងអង្គុយជជែកគ្នានៅសួនច្បារกันបានហើយខ្ញុំដើរបន្តរហូតពីបាកោះរហូតដល់ចុងកោះមកដល់កន្លែងគេលក់សម្បត្តិឡើងជិះប៉មហ្នឹងគឺកន្លែងនេះដូចគេជួសជុលខ្ញុំមិនបានឡើងទៅលើទេហើយក៏ដើរនៅតាមព្រៃស្កាត់តាមព្រៃស្ងាត់ហ្នឹងគឺដែលមានដើមឈើធំអាយុកាលយូរឆ្នាំអញ្ចឹងមានដើមឈើខ្លះធំមែនធំខ្លាំងមែនហ
ហើយក៏ដើរមកដល់ខាងមុខសួនមកវិញមកច្រកខាងមុខហ្នឹងគឺកន្លែងគេលក់អីញ៉ាំហើយជួលតេសជួលកង់ហើយមកដល់សួនខាងមុខហ្នឹងគឺជាសួនគ្រាប់ភ្លើងធំហើយសួនគ្រាប់ភ្លើងធំហ្នឹងគឺនៅច្រកខាងមុខហើយយើងចូលមកដល់ដីកោះហ្នឹងគឺឃើញមុនគេហើយភ្ញៀវទេសចរចាប់ដើមមកលេងហើយខ្ញុំដល់ម៉ោងត្រូវទៅបន្តដំណើរទៀតពួកដើរលេងមកព្រឹកហើយគឺដើរមកជីកត្រាំមកដល់ផ្សារទំនើបមួយហើយរកអីញ៉ាំសិនអានឹងអត់មានអីញ៉ាំទេមានចូល KFC KFC មានភ្លើងមាន់គឺបាទញ៉ាំសម្រន់សិនព្រោះនៅដើរទៅមកកន្លែងទៀតអានេះដោយសារតែដើរលេងតែឯងគឺញ៉ាំទឹកសាច់មាន់បានហើយបាទញ៉ាំចប់នឹងត្រូវទៅកន្លែងមួយដែលល្បីជាងគេបាទចាំខ្ញុំរៀបរាប់នៅវីដេអូបន្ទាប់ទៀតបាទដោយសារវីដេអូនេះខ្ញុំចង់ឲ្យវែងគឺ slash ត្រឹមណាសិនបាទជួបគ្នាវីដេអូក្រោយបាទ